ស្វាគមន៍មកកាន់ channel របស់ខ្ញុំសម្រាប់คลิปនេះយើងមកនិយាយពីអាណាចក្រចំនួន7ដែលត្រូវបានដួលរលំដោយស្នាដៃរបស់រដ្ឋាភិបាលពិភពលោក One Piece ចាសម្រាប់រដ្ឋាភិបាលពិភពលោកគឺជាអង្គភាពដ៏ធំមួយនៅក្នុងពិភពលោក One Piece មែនអត់បើមើលពីខាងក្រៅវាគឺជាអង្គភាពដែលមានតួនាទីថែរក្សាសន្តិភាពរបស់ពិភពលោកដែលផ្ដល់ការការពារដល់អាណាចក្រផ្សេងៗដើម្បីថែការពារប្រជាជនតែក្នុងនោះក៏មានប្រទេសជាច្រើនដែលត្រូវទទួលរងគ្រោះដោយសាររដ្ឋាភិបាលពិភពលោកហើយប្រទេសខ្លះទៀតថែមទាំងត្រូវដួលរលំដោយស្នាដៃរបស់រដ្ឋាភិបាលពិភពលោកផ្ទាល់ទៀតផងតែគឺជំនួសឲ្យគ្រប់គ្រងប្រទេសនីមួយៗដែលស្មើភាពគ្នាតែជួនកាលប្រទេសណាដែលមិនផ្ដល់ផលប្រយោជន៍ឲ្យរដ្ឋាភិបាលពិភពលោកវាក៏ទៅវាយប្រហារប្រទេសគេទៅកំទេចប្រទេសគេរហូតដល់ប្រទេសគេដួលរលំក៏មានដែរហើយតាមពិតទៅប្រទេសឬអាណាចក្រដែលទទួលរងការខូចខាតពីរដ្ឋាភិបាលពិភពលោកហ្នឹងគឺមានច្រើនគួរសមដែរប៉ុន្តែសម្រាប់คลิปនេះយើងនឹងមកនិយាយអំពីករណីធ្ងន់ធ្ងរខ្លាំងៗតែម្ដងនោះគឺករណីដែលប្រទេសត្រូវដួលរលំដោយស្នាដៃរបស់រដ្ឋាភិបាលពិភពលោកឬក៏រដ្ឋាភិបាលពិភពលោកមានចំណែកពាក់ព័ន្ធជាមួយការដួលរលំរបស់ប្រទេសនោះជាដើមតែយើងចាប់ផ្ដើមពីអាណាចក្រ Flavang ឬក៏ទីក្រុងពណ៌សដែលជាស្រុកកំណើតរបស់ Law តែនៅក្នុងទីក្រុងនេះមានសារធាតុសំណល់ Amber ដែលជាសំណល់មានតម្លៃខ្ពស់របស់ទីក្រុងនេះប៉ុន្តែវាក៏លាក់បាំងនៅគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយផងដែរព្រោះសំណល់នេះបានធ្វើឲ្យមនុស្សនៅក្នុងប្រទេសក្នុងទីក្រុងហ្នឹងទទួលរងជាតិពុលពីសំណល់តែពេលកាន់តែយូរជាតិពុលដែលបន្តពីមួយជំនាន់ទៅមួយជំនាន់បានធ្វើឲ្យអាយុជីវិតរបស់មនុស្សនៅក្នុងប្រទេសហ្នឹងកាន់តែខ្លីទៅតែគឺវាបង្កទៅជាជំងឺដ៏គួរឲ្យខ្លាចមួយប៉ុន្តែវាក៏កើតមានតែចំពោះមនុស្សនៅក្នុងប្រទេសប៉ុណ្ណោះដែលទទួលរងជាតិពុលនេះវាមិនមែនជាជំងឺឆ្លងដែលអាចចម្លងទៅមនុស្សខាងក្រៅបានទេហើយក៏ប៉ុន្តែរដ្ឋាភិបាលពិភពលោកក៏បានដឹងអំពីរឿងនេះដែរប៉ុន្តែរដ្ឋាភិបាលពិភពលោកមិនព្រមបង្ហាញរឿងនេះឲ្យមនុស្សខាងក្រៅបានដឹងឡើយវាបានធ្វើឲ្យទីក្រុងពណ៌សនេះត្រូវបានប្រទេសជិតខាងភ័យខ្លាចថាវាជាជំងឺរាតត្បាតទៅប្រទេសជិតខាងគេមិនទទួលស្វាគមន៍ប្រជាជនពី Flavang ហើយបន្ទាប់មកក៏មានការសម្លាប់រង្គាលប្រជាជនពេញប្រទេសតែម្ដងតែដល់អញ្ចឹងប្រទេសមួយនេះក៏คล้ายជាប្រទេសដែលដួលរលំទៅចំណែករាជវង្សរបស់ប្រទេសហ្នឹងក៏ជាមនុស្សអាត្មានិយមខ្លាំងបំផុតដែររាជវង្សរបស់ប្រទេសនេះបានតាក់ទងទៅសុំជំនួយពីរដ្ឋាភិបាលឲ្យរដ្ឋាភិបាលពិភពលោកជួយនាំពួកគេហ្នឹងចាកចេញពីប្រទេសថាគឺពួកវាអាត្មានិយមជាអ្នកមានបុណ្យមានស័ក្តិអញ្ចឹងវារត់យកតែរួចខ្លួនតាមមកគ្រួសារផាក់ពួកវានឹងឯងឯប្រជាជនធម្មតាគឺត្រូវគេຕົកចោលឲ្យងាប់អញ្ចឹងទៅហើយចំពោះការដួលរលំនេះរដ្ឋាភិបាលពិភពលោកមិនបានវាយប្រហារប្រទេសហ្នឹងដោយផ្ទាល់ទេប៉ុន្តែវាក៏អាចចាត់ទុកថាជាកត្តាមួយដែលធ្វើដោយប្រយោលធ្វើឲ្យប្រទេស Flavang ហ្នឹងត្រូវដួលរលំតាមទៀតគឺអាណាចក្រ Esperia ចាវាគឺជាស្រុកកំណើតរបស់ព្រះនាង Suri ចាដើមឡើយអាណាចក្រមួយនេះត្រូវបានចាត់ទុកថាជាអាណាចក្រដែលស្រឡាញ់សុខសន្តិភាពមិនមែនជាអាណាចក្រដែលចូលចិត្តបង្ករឿងឬក៏ឈ្លោះប្រកែកជាមួយអ្នកណាទេប៉ុន្តែមានថ្ងៃមួយថ្ងៃសោយក៏ឈានចូលមកដល់ដោយសារសមាជិកនៃ Holy Knight of God ម្នាក់ដែលមានឈ្មោះថា San Malmayor Koro បានជិះនាវាមកចំនៅ Esperia ហើយអបិម្នាក់ហ្នឹងហាក់ដូចជាចាប់អារម្មណ៍ទៅលើ Kendall ដែលជាមនុស្សចំណិតរបស់ព្រះអម្ចាស់នៃ Esperia នៅខណៈនោះហើយវាបានរំលោភបំពានទៅលើ Kendall រហូតដល់នាងមានផ្ទៃពោះចាដល់អញ្ចឹងព្រះអម្ចាស់ Ruven ដែលคล้ายជាស្ដេចរបស់ប្រទេសហ្នឹងអត់ដឹងថាគាត់យ៉ាងម៉េចទេគឺគាត់ជាមនុស្សល្អខ្លាំងមែនតើប្រហែលជាគាត់ព្យាយាមរក្សាកិត្តិយសឲ្យ Kendall ទៅគាត់បានរៀបការជាមួយ Kendall ឲ្យคล้ายជារឿងត្រឹមត្រូវហើយទទួលយកពលរបស់ Kendall មកចិញ្ចឹមដោយខ្លួនឯងដោយក្មេងស្រីដែលជាកូនហ្នឹងគឺមានជាប់សាច់ឈាមរបស់ពួកនាគឋានស៊ូគឺគុនកុឬក៏ស៊ូរីហ្នឹងឯងប៉ុន្តែរឿងជាប់សាច់ឈាមពិតប្រាកដរបស់ស៊ូរីហ្នឹងប្រជាជនទូទៅអត់មានណាគេដឹងទេគ្រាន់តែជាអកម្មាំងរវាង Ruven ហើយនិង Kendall ប៉ុណ្ណោះចាហើយបើជាកូនធម្មតាអាពួកនាគឋានស៊ូហ្នឹងវាប្រហែលជាដើរកូនចោលគ្រប់កន្លែងហ្នឹងឯងប៉ុន្តែដោយសារតែស៊ូរីហ្នឹងគឺគាត់អត់ធម្មតាគាត់មានភ្នែកពីរពណ៌ដោយគេថាវាគឺជាភ្នែកដែលពិសេសខ្លាំងហើយមានអំណាចមួយចំនួនលាក់នៅក្នុងហ្នឹងហើយវាគឺជាអំណាចដែលអ៊ីមុខចាប់អារម្មណ៍នឹងចង់កាន់កាប់ខ្លាំងណាស់ដល់អញ្ចឹងហើយថ្ងៃមួយវាក៏បានមកចង់ដណ្ដើមស៊ូរីហ្នឹងយកទៅវិញប៉ុន្តែខាងព្រះអង្គ Ruven ហ្នឹងគាត់មិនព្រមបកគលស៊ូរីទៅឲ្យពួកនាគឋានស៊ូទេគាត់ទុកស៊ូរីដូចជាកូនបង្កើតអញ្ចឹងហើយណាមួយគាត់ប្រហែលជាមិនចង់ឲ្យពួកនាគឋានស៊ូហ្នឹងវាគៀបសង្កត់ធ្វើបាបគុនកុអីចឹងទៅចាហើយពេលគាត់មិនព្រមបកគលឲ្យអញ្ចឹងគឺគាត់មានតែជ្រើសរើសយកវិធីប្រឆាំងជាមួយរដ្ឋាភិបាលពិភពលោកធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលពិភពលោកនឹងឯងហើយប្រកាសថាអាណាចក្រមួយទៅប្រយុទ្ធជាមួយរដ្ឋាភិបាលពិភពលោកតើអាចទៅរួចយ៉ាងម៉េចទៅ Esperia មិនមែនជាប្រទេសដែលមានកម្លាំងយោធាខាងខ្លាអីប្រហែលតាំងពីដើមមកអីដូច្នេះពេលទៅធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលពិភពលោកគឺมันអាចទប់ទល់ជាប់ទេហើយប្រទេសក៏ត្រូវបានដួលរលំចំណែកស្ដេចហ្នឹងក៏ត្រូវបានបាត់បង់ឈ្មោះទៀតចូលមកអាណាចក្រទី3គឺអាណាចក្ររបស់អំបូរ Lunaria តែការពីអតីតពួកគេធ្លាប់រស់នៅលើ Red Light
anh vậy ban tha bộ kết luôn lời trong nội khu bấm hotរបស់ពិភពលោកតែហើយលើថាពុញវលូណារីនេះគឺខ្លាំងមែនតើពួកគេជាពុជពងដែលរាងកាយមានភាពរឹងមាំខ្លាំងអាចទប់ទល់នឹងការពារការវេទហាបានយ៉ាងអស្ចារ្យចាប៉ុន្តែដោយសារអំបូលលូណារីរស់នៅលើ Red Line អញនិយាយបានថាវាជាទីកន្លែងដែលខ្ពង់ខ្ពស់និងមានសក្តានុពលខ្លាំងជាទីកន្លែងដែលហាក់ដូចជាកន្លែងស័ក្តិសិទ្ធិជាទីកន្លែងដែលគួរតែជាទីស្នាក់នៅរបស់ព្រះជាម្ចាស់អីចឹងទៅជាពិសេសគឺជាទីកន្លែងដែលមានសុវត្ថិភាពមិនចាំបាច់ខ្លាចទឹកជំនន់លិចពិភពលោកអីទេចាដល់អញ្ចឹងនៅទីបំផុតពូជអំបូលលូណារីហ្នឹងក៏ត្រូវបានបណ្ដេញចេញហើយអ្នកដែលធ្វើរឿងនេះគឺពួកនិឋានសួគ៌នឹងឯងដោយពួកគេបានទៅបណ្ដេញពូជលូណារីចេញពីទីនោះពូជលូណារីក៏ត្រូវបានវាយប្រហារនិងសម្លាប់រង្គាលរហូតដល់ស្ទើរតែផុតពូជចាហើយនៅក្នុងសាច់រឿងនៅពេលនេះយើងឃើញតែ King ម្នាក់គាត់ដែលជាអ្នកនៅរស់រានមានជីវិតចំណែកបុព្វបុរសដូនតានិងសាច់ញាតិរបស់ King នៅឯណាគឺយើងអត់ទាន់ដឹងទេចាហើយការឈានពានរបស់ពួកនិឋានសួគ៌ក៏បានធ្វើឲ្យអាណាចក្ររបស់អំបូលលូណារីនៅលើ Red Line ត្រូវបានដួលរលំបន្ទាប់មកអាពួកនិឋានសួគ៌ហ្នឹងវាក៏បានប្រមូលកូនចៅរបស់វាទៅរស់នៅជំនួសពួកលូណារីហើយតាំងខ្លួនជាព្រះជាម្ចាស់តាំងពីពេលនោះមកចាចូលមកអាណាចក្របន្ទាប់ទៀតគឺកោះ God Valley ឬក៏ឆ្លងភ្នំព្រះគឺជាកោះមួយដែលស្ថិតនៅ West Blue ចាកោះមួយនេះមិនស្ថិតក្រោមសមាជិករបស់រដ្ឋាភិបាលពិភពលោកទេប៉ុន្តែកោះហ្នឹងត្រូវបានដួលរលំដោយស្នាដៃរបស់រដ្ឋាភិបាលពិភពលោកនិងអាពួកនិឋានសួគ៌តែម្ដងចានិយាយទៅកោះនេះគឺជាកោះមួយដែលសយខ្លាំងគឺកោះនេះមានហេតុផលជាច្រើនដែលធ្វើឲ្យវាក្លាយជាគោលដៅរបស់អាពួកនិឋានសួគ៌ចានិយាយរួមទៅវាគឺជាកោះដែលសម្បូរទៅដោយធនធានទ្រព្យសម្បត្តិធនធានធម្មជាតិផ្សេងៗជាពិសេសគឺវាមានឈ្មោះថា God Valley តែបើបានឃើញកន្លែងណាដែលមានឈ្មោះ God អីចឹងទៅគឺពួកនិឋានសួគ៌នោះវាដូចជាមិនសូវជាពេញចិត្តទេមួយទៀតគឺកោះនេះជាកន្លែងដែលតកូល David លាក់ខ្លួននឹងរស់នៅផងដែរតែគឺមានហេតុផលជាច្រើនដែលធ្វើឲ្យពួកនិឋានសួគ៌នោះវាចង់មកកាន់កោះនេះដោយពួកវាបានរៀបចំល្បែងប្រមាញ់មនុស្សជាបន្តបន្ទាប់ហើយលើកនេះដោយសារតែកត្តាជាច្រើនរួមគ្នាទៅធ្វើឲ្យ God Valley ខ្លាយជាគោលដៅសម្រាប់ប្រើជាទីកន្លែងរៀបចំល្បែងប្រមាញ់មនុស្សចាហើយការរៀបចំល្បែងប្រមាញ់មនុស្សហ្នឹងក៏មានន័យថា God Valley ត្រូវបានកំណត់ជាគោលដៅថានឹងត្រូវដួលរលំស្រេចទៅហើយ God Valley ត្រូវបានវាយលុកនឹងដណ្ដើមយកបន្ទាប់មកពួកនិឋានសួគ៌ក៏បានរៀបចំល្បែងប្រមាញ់មនុស្សនៅទីនោះប្រជាជននៅក្នុងប្រទេសខ្លាយជាជនរងគ្រោះខ្លាយជាសត្វទន្សាយដែលត្រូវពួកនិឋានសួគ៌តាមប្រមាញ់រួមទាំងគ្រួសារតកូល David ក៏ជាជនរងគ្រោះមួយក្នុងចំណោមជនរងគ្រោះដែលមានពិន្ទុខ្ពស់សម្រាប់ឲ្យពួកនិឋានសួគ៌មកសម្លាប់លេងហើយចុងក្រោយនៅពេលដែលល្បែងប្រមាញ់មនុស្សបានបញ្ចប់កោះ God Valley ក៏ត្រូវបានដួលរលំហើយនៅទីនោះក៏មានព្រឹត្តិការណ៍ដែលក្រុម Rock បានប្រឈមមុខប្រយុទ្ធជាមួយនឹងស្ដេចនៃពិភពលោកចំណែកក្រុម Roger ក៏មានចំណែកពាក់ព័ន្ធនៅក្នុងហេតុការណ៍នោះដែរចាដូច្នេះកោះនេះក៏មានរឿងរ៉ាវជាច្រើនដែលត្រូវបានលាក់បាំងជាអកម្មដោយរដ្ឋាភិបាលពិភពលោកបានលុបបំបាត់គ្រប់យ៉ាងទាក់ទងនឹងកោះនេះទាំងអស់ហើយសប្តាហ៍ថ្ងៃកោះ God Valley មិនមាននៅលើផែនទីទេវាបានបាត់ខ្លួនពីប្រវត្តិសាស្ត្រតែម្ដងចាបន្តមកទៀតគឺអាណាចក្របុរាណដ៏អស្ចារ្យនៅចំនួនអតីតកាលដែលជាស្រុកកំណើតរបស់ Joy Boy ចាអាណាចក្របុរាណមួយហ្នឹងគឺមានភាពរុងរឿងនិងមានបច្ចេកវិទ្យាខ្ពស់ខ្លាំងណាស់បច្ចុប្បន្នត្រូវបានដួលរលំបាត់ហើយអាចសន្និដ្ឋានបានថាអាណាចក្រដ៏អស្ចារ្យកាលពីអតីតកាលនេះគឺជាសត្រូវដ៏ធំរបស់អ៊ីមុនិងមហាក្សត្រពីរាជវង្សទាំង18ទៀតចាហើយនៅពេលដែលមានការប្រឈមមុខប្រយុទ្ធគ្នា Joy Boy ក៏ចាញ់អាណាចក្របុរាណចាញ់ហើយអាណាចក្របុរាណក៏ត្រូវបានដួលរលំរឿងរ៉ាវរបស់ Joy Boy រួមទាំងរឿងរ៉ាវរបស់អាណាចក្របុរាណក៏ត្រូវបានលាក់បាំងនិងលុបចោលពីប្រវត្តិសាស្ត្រចាយើងចូលមកអាណាចក្រមួយទៀតគឺអាណាចក្រ Lulusia អាណាចក្រមួយនេះក៏ជាសមាជិករបស់រដ្ឋាភិបាលពិភពលោកដែរចាហើយចំពោះអាណាចក្រមួយនេះជាអាណាចក្រមួយដែលរដ្ឋាភិបាលពិភពលោកពេញចិត្តគួរសមដែរព្រោះស្ដេចរបស់អាណាចក្រនេះគឺស្ដេចសេគីជាស្ដេចដែលកេងប្រវ័ញ្ចនិងជំរិតយកលុយពីប្រជាជនក្នុងប្រទេសហ្នឹងគឺក្រីក្រលំបាកខ្លាំងណាស់ហើយស្ដេចសេគីហ្នឹងក៏បានយកលុយដែលប្រមូលបានពីប្រជារាស្ត្រទៅធ្វើជាសុយសារកបកលឲ្យពួកនិឋានសួគ៌បង់លុយរាល់ខែរាល់ឆ្នាំលុយមិនដែលខ្វះឬក៏យឺតយ៉ាវទេប៉ុន្តែចំណុចផ្លាស់ប្ដូរបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំប្រជាជនដែលត្រូវបានគៀបសង្កត់និងធ្វើបាបអស់រយៈពេលជាយូរមិនអាចទ្រាំបានទៀតទេពួកគេគិតថាបើបន្តរស់នៅបែបនេះទៀតមិនបានទេពួកគេទទួលបានការបំផុសគំនិតពីក្រុមកងទ័ពបដិវត្តន៍រហូតដល់ពួកគេក្រោកឡើងតស៊ូប្រយុទ្ធប្រឆាំងហើយជ្រើសរើសធ្វើបដិវត្តន៍ក្នុងប្រទេសហ្នឹងចាគឺពួកគេមិនចង់ឲ្យប្រជាជនបងប្អូនសាច់ញាតិឬក៏កូនចៅជំនាន់ក្រោយត្រូវទទួលរងការគៀបសង្កត់បន្តទៀតទេហើយនៅពេលស្ដេចសេគីត្រឡប់មកពីកិច្ចប្រជុំប្រជាជនបានចាប់ខ្លួនស្ដេចសេគីហើយធ្វើការដណ្ដើមអំណាចនិងធ្វើបដិវត្តន៍នៅក្នុងប្រទេស
ហើយតាមពិតទៅប្រជាជនគាត់មិនមានគំនិតចង់សម្លាប់ស្ដេចទេពួកគាត់គ្រាន់តែចង់ឲ្យស្ដេចទទួលស្គាល់កំហុសចំពោះរឿងអាក្រក់និងអំពើអាក្រក់ទាំងឡាយដែលស្ដេចបានធ្វើកន្លងមកប៉ុណ្ណោះតែហើយបន្ទាប់ពីនោះរឿងរ៉ាវវាក៏ធ្វើឲ្យភ្ញាក់ផ្អើលមួយកម្រិតទៀតព្រោះចុងក្រោយបែរជាអាណាចក្រលូលូសៀត្រូវបានអាវុធបុរាណបាញ់គំតិចខ្ទេចខ្ទីហើយកោះបានបាត់ខ្លួនក្នុងមួយប្រពេចភ្នែកតែប្រជាជនរួមគ្នាធ្វើបដិវត្តសុកប្រទេសក៏ត្រូវបានលុបឲ្យបាត់ពីប្រវត្តិសាស្ត្រភ្លាមហើយមូលហេតុដែលអ៊ីមុវាប្រើអាវុធបុរាណទៅលើកោះលូលូសៀហ្នឹងអ៊ីមុវាថាកោះហ្នឹងនៅចិត្តស្រួលបាញ់អីចឹងទៅចាគឺនៅសុកវាបាញ់ហ្មងអត់ដឹងថាមូលហេតុអីទេវាចង់សាកអាវុធឬក៏ដោយសារតែគ្រាន់តែចង់កំចាត់សាបូដែលបានទៅដល់កោះហ្នឹងទេគឺអត់ដឹងយ៉ាងម៉េចទេចាគឺនៅសុកបាញ់គ្នាចោលលេងតែម្ដងបន្ទាប់មកគឺកោះអូហារ៉ាវាជាកោះដែលយើងស្គាល់ប្រវត្តិសាស្ត្ររបស់វាច្បាស់ណាស់ជាកោះដែលប្រមូលផ្ដុំទៅដោយបញ្ញវន្តនិងខួរក្បាលឆ្នាំរបស់ពិភពលោកមនុស្សឆ្លាតនៅលើពិភពលោកគឺមានប្រមូលផ្ដុំគ្នានៅកោះនេះច្រើនណាស់ហើយអ្នកប្រាជ្ញនិងអ្នកបុរាណវិទ្យាដ៏ឆ្នាំបានធ្វើការសិក្សាស្រាវជ្រាវនិងស្វែងយល់អំពីប្រវត្តិសាស្ត្រនៅកោះនេះជាច្រើនប៉ុន្តែបញ្ហាគឺអ្នកបុរាណវិទ្យាទាំងអស់ហ្នឹងព្យាយាមអានអក្សរផូនីគ្រីបហើយព្យាយាមសិក្សាស្រាវជ្រាវដើម្បីស្វែងរកការពិតអំពីរយៈពេល100ឆ្នាំនៃប្រវត្តិសាស្ត្រដែលត្រូវបានរដ្ឋាភិបាលពិភពលោកលុបចោលតែហើយការធ្វើបែបនេះជាការល្មើសច្បាប់ដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាលពិភពលោកដូច្នេះអ្នកប្រាជ្ញទាំងនោះក៏ត្រូវបានកំណត់ជាគោលដៅកោះអូហារ៉ាត្រូវបានបញ្ជាឲ្យប្រើ Buster Call តែហើយប្រតិបត្តិការ Buster Call ហ្នឹងគឺខុសខើខ្លាំងណាស់ព្រោះវាមិនមែនសម្រាប់តែអ្នកប្រាជ្ញប៉ុណ្ណោះទេវាសម្រាប់មនុស្សទាំងកោះតែម្ដងធ្វើឲ្យប្រជាជនធម្មតាដែលអត់ដឹងរឿងអីសោះហ្នឹងក៏ស្លាប់ដែរដូច្នេះហើយវាក៏ខ្លាចជាកោះមួយទៀតដែលត្រូវបានដួលរលំដោយសាររដ្ឋាភិបាលពិភពលោកចាគឺជាកោះមួយដែលយើងឃើញដំបូងនៅក្នុងសាច់រឿងតែម្ដងថារដ្ឋាភិបាលបានកំទេចចោលតែហើយទាំងអស់នេះគឺជាអាណាចក្រនិងកោះទាំងឡាយដែលបានដួលរលំដោយសារស្នាដៃរបស់រដ្ឋាភិបាលពិភពលោកចាដោយដែលយើងបានឃើញហើយគឺមានអាណាចក្រជាច្រើនដែលដួលរលំដោយសារភាពអាត្មានិយមរបស់រដ្ឋាភិបាលពិភពលោកចង់ទៅដណ្ដើមយករបស់គេចង់លាក់បាំងអាកំបាំងរបស់ខ្លួនថែមទាំងមានមូលហេតុដែលគ្រាន់តែចង់សាកល្បងអាវុធអីចឹងក៏ទៅកំទេចប្រទេសគេមួយទាំងមូលចោលទៀតតែមានឈ្មោះជារដ្ឋាភិបាលពិភពលោកគួរតែជួយការពារប្រទេសជាតិការពារប្រជាជនអីចឹងទៅតែនេះចេញមកទាំងវើមួយហ្នឹងគឺអាក្រក់ខ្លាំងមែនតើហើយសម្រាប់คลิปនេះមានតែប៉ុណ្្នឹងទេសូមអធិស្ឋានបើសិនជាមានខ្វះខាតឬក៏ខុសឆ្គងត្រង់ចំណុចណាមួយអរគុណអ្នកនរគ្នាតែងតែចំណាយពេលវេលាចូលមកជួបគ្នាคลิปក្រោយៗទៀតចា៎អរគុណច្រើន